Bam Pichia Sâu Tì Mùi Bấy đọ 54 Tùm Pô Mùi 31 Kho Sai Sẹp Mùi Bịa Anon Đô Miên Ayu Pôl Tha Cái nhóm nâng xâm đáy nâng Bam Pichia Đáyប្រពតមានចក្ខុបានទ្រង់ព្រះភ្នោះហើយដោយប្រការយ៉ាងណាទ្រង់ពិចារណាឃើញយ៉ាងណាតើបទ្រង់ពេញព្រះហឫទ័យនិងបព្វជេព្រះអង្គទ្រង់ឃើញថាគ្រាវះនេះចង្អៀតចង្អល់ជាទីកើតនៃធូលីគឺកិលេសមួយទៀតទ្រង់ឃើញថាបព្វជេមានឱកាសទូលាយតើបទ្រង់ព្រះភ្នោះលុះព្រះអង្គទ្រង់ព្រះភ្នោះហើយវាចាបាបកម្មដោយកាយលះបង់ការប្រព្រឹត្តអាក្រក់ដោយវាចាជំរះអាជីវៈឲ្យបរិសុទ្ធព្រះពុទ្ធមានព្រះលក្ខណៈដ៏ប្រសើរបរិបូរណ៍ទ្រង់យាងទៅកាន់ក្រុងរាជក្រឹសមានភ្នំព័ទ្ធជុំវិញដូចជាក្រោលរបស់ពួកអ្នកមគ្គធៈទ្រង់យាងបាននិបានព្រះរាជាពំពិសាទ្រង់ថិតលើប្រាសាទបានទួតឃើញនៅព្រះពុទ្ធនោះលុះទ្រង់ឃើញព្រះពុទ្ធបរិបូរណ៍ដោយលក្ខណៈហើយទៅត្រាស់សេចក្តីនេះចំពោះអាមាត្យទាំងឡាយថាណែអ្នកទាំងឡាយដ៏ចម្រើនអ្នកទាំងឡាយចូលមើលសមណៈនេះសមណៈនេះមានរូបល្អបរិបូរណ៍ដោយកម្ពស់និងទំហំមានសម្បុរស្អាតទាំងបរិបូរណ៍ដោយដំណើរដ៏សមរម្យក្រឡេកមៀងមើលត្រឹមមួយជួរនឹមមានចក្ខុក្រឡេកចុះក្រោមមានស្មារតីសមណៈនេះដូចជាមិនមែនចេញចាកត្រកូលថោកទាបមកបួសទេពួករាជទូតចូលស្ទុះទៅតាមឲ្យដឹងថាភិក្ខុនេះនឹងទៅក្នុងទីណារាជទូតទាំងនោះដែលព្រះរាជាទ្រង់បញ្ជូនទៅហើយក៏ដើរប្រកាសទៅតាមក្រោយដើម្បីឲ្យដឹងថាភិក្ខុនេះនឹងទៅក្នុងទីណាកាលនៅនឹងមានក្នុងទីណាព្រះបរិស័ទទ្រង់ត្រាច់ទៅកាន់ទីសពច្រកទ្រង់គ្រប់គ្រងទ្វេសង្រួមល្អព្រះអង្គមានសម្បជញ្ញៈមានស្មារតីបានញ៉ាំងបាតឲ្យពេញជាឆាប់គឺទ្រង់ទទួលតែល្មមព្រះបរិស័ទជាអ្នកប្រាជ្ញនោះលុះទ្រង់ត្រាច់បាននិបាតហើយក៏ស្ដេចចេញអំពីនគរយាងឡើងកាន់ភ្នំបណ្ឌវៈដោយគិតថាការនៅនឹងមានក្នុងទីនោះពួកទូត3នាក់លុះបានឃើញហើយក៏ចូលទៅរកព្រះអង្គដែលទៅគង់ក្នុងទីនោះចំណែកទូតម្នាក់បានមកក្រាបទូលស្ដេចថាបពិតមហារាជភិក្ខុនោះអង្គុយក្នុងញក់ភ្នំបណ្ឌវៈបែរមុខទៅខាងកើតឥតរន្ធត់ដោយខ្លាធំកោឧសភៈនិងសីហៈលោកព្រះមហាក្សត្រទ្រង់ព្រះសណ្ដាបពេរាជទូតហើយទ្រង់ប្រញាប់រស់រាន់យាងចេញទៅកាន់ភ្នំបណ្ឌវៈដោយព្រះរាជយានដ៏ប្រសើរព្រះមហាក្សត្រនោះលុះទ្រង់យាងផុតទីដែលទៅដោយយានហើយក៏ចុះចាកយានស្ដេចចូលទៅដោយព្រះបាទបានដល់ហើយក៏ចូលទៅរកព្រះបរិស័ទព្រះរាជាទ្រង់គង់ហើយទ្រង់ថ្លែងសំណេះសំណាលដោយព្រះបន្ទូលគូរលើកលុះទ្រង់បញ្ចប់ព្រះបន្ទូលហើយត្រាស់សេចក្តីនេះថាខ្លួនលោកនៅកំពុងពេញវ័យនៅក្មេងកំឡោះជំទង់តើបកើតឡើងបានត្រឹមតែបឋមវ័យនៅជំទង់បរិបូរណ៍ដោយសម្បុរនិងកម្ពស់ដោយជាមានជាតិជាខ្សានលោកចញាំងជួនជាប្រធាននៃសេនាមេតិហេនឲ្យរុងរឿងឲ្យចូលជាបុគ្គលមានពួកជនអ្នកមិនធ្វើអំពើអាក្រក់ជាបរិវារចូលបរិភោគនៅភោគៈទាំងឡាយចោះខ្ញុំឲ្យដល់លោកកាលបើខ្ញុំសួរហើយលោកចូលប្រាប់ជាតិដល់ខ្ញុំព្រះបរិស័ទត្រាស់ថាបពិតមហារាជត្រង់ទៅមានជនបទមួយ
នៅប្រភ្នំហេមវ័នជាជនបទបរិបូរដោយទ្រព្យនិងជនអ្នកមានព្យាយាមអាស្រ័យនៅនឹងដែនកុសលមានជនមួយពួកមានកោដជាអតិចកោដមានជាតិជាសាកយៈអាត្មាភាពបានចែងចាកត្រកូលនោះមកបួសអាត្មាភាពមិនត្រូវការដោយកាមទាំងឡាយឡើយអាត្មាភាពបានឃើញទោសក្នុងកាមទាំងឡាយបានឃើញនៅការចែងចាកកាមថាជាគ្រឿងខ្សែមនឹងទៅប្រឹងប្រកបព្យាយាមចិត្តរបស់អាត្មាភាពត្រេកអរក្នុងព្យាយាមនោះជាប់បព្វជិសោតទី1